អង្គក្លេសសម្រេចបើកដៃឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពខ្លួនដើម្បីវាយអ៊ីរ៉ង់រដ្ឋាភិបាលអង្គក្លេសបានប្រកាសផ្តល់សិទ្ធិជាផ្លូវការដល់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួនដើម្បីបើកការវាយប្រហារទៅលើទីតាំងមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះនៅថ្ងៃទី21 ខែមីនាឆ្នាំ2026ការសម្រេចចិត្តដ៏រសើបនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅវិមាន Downing Street ដែលក្នុងនោះបណ្ដារដ្ឋមន្ត្រីបានព្រមព្រៀងគ្នាថាកិច្ចសហការការពារតំបន់នាពេលនេះត្រូវតែរាប់បញ្ចូលទាំងប្រតិបត្តិការរបស់អាមេរិកក្នុងគោលបំណងកាត់ផ្តាច់សមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់ដែលកន្លងមកបានរំខានដល់ការដឹកជញ្ជូនតាមកប៉ាល់នៅតំបន់ច្រកសមុទ្រ Hormuz ដំបូងឡើយលោកនាយករដ្ឋមន្ត្រី Keir Starmer មិនព្រមឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនោះទេប៉ុន្តែលោកបានសម្រេចចិត្តបដូរចិត្តវិញបន្ទាប់ពីអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលទៅលើសម្ព័ន្ធមិត្តរបស់អង់គ្លេសជាច្រើននៅមជ្ឈមបូព៌ាជាលទ្ធផលលោកបានអនុញ្ញាតឲ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសRob Fairford និងមូលដ្ឋានទ័ពចម្រុះនៅកោះ Diego Garcia សម្រាប់ការវាយប្រហារនេះទោះជាយ៉ាងណាសកម្មភាពនេះបានដុតបញ្ឆេះកំហឹងយ៉ាងខ្លាំងពីសំណាក់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ដោយលោកបានបង្ហោះលើបណ្ដាញសង្គម X ថាលោក Starmer កំពុងតែយកជីវិតប្រជាជនអង់គ្លេសទៅដាក់ក្នុងគ្រោះថ្នាក់ហើយអ៊ីរ៉ង់នឹងប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីឆ្លើយតបវិញបន្ថែមពីលើសម្ពាធខាងក្រៅគោលនយោបាយថ្មីនេះក៏បានកើតឡើងក្រោយពេលដែលលោក Donald Trump បានរិះគន់ចំថាអង់គ្លេសលែងជាសម្ព័ន្ធមិត្តដែលគួរឲ្យទុកចិត្តដូចមុនទៀតហើយទោះបីជាមានការអនុញ្ញាតឲ្យមានការវាយប្រហារក៏ដោយក៏រដ្ឋាភិបាលអង់គ្លេសនៅតែបន្តអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ស្របពេលជាមួយគ្នានេះដែរការស្ទង់មតិនៅក្នុងស្រុកមួយបានបង្ហាញថាប្រជាជនអង់គ្លេសភាគច្រើនរហូតដល់ទៅ 59% នៅតែបង្ហាញជំហរប្រឆាំងនឹងសកម្មភាពយោធារួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលនៅក្នុងតំបន់